សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពហើយក៏សូមទោសខ្ញុំអត់បានស្ពះដៃពីរដោយសារដៃម្ខាងកាន់ទូរស័ព្ទហើយក៏សូមទោសមួយទៀតនោះខ្ញុំអត់អាចអង្គុយបានដោយសារអត់អាចអង្គុយបានយូរដោយសារខ្ញុំជាប់ទៅយកសង់ទឹកនោមបងប្អូនចាខាងមន្ទីរពេទ្យកាឡាម៉ែតគាត់ឲ្យដាក់ទៅយកសង់ទឹកនោមហ្នឹងរយៈពេល22ថ្ងៃថ្ងៃទី18បានរយៈពេល8-10ថ្ងៃហើយនៅសល់តែប្រហែលថ្ងៃទៀតគេនឹងដោះទៅយកសង់ទឹកនោមនឹងចេញចាថ្ងៃនេះខ្ញុំចេញវីដេអូមកចង់បកស្រាយនៅរាល់ចម្ងល់ដែលបងប្អូនគាត់ឆ្ងល់នៅក្នុងសង្គម Facebook គាត់សួរខ្ញុំថាតើខ្ញុំកើតជំងឺអីគេហើយឈឺយូរហើយនៅហើយមូលហេតុអីបានខ្ញុំកើតជំងឺហ្នឹងចាមុននឹងខ្ញុំបកស្រាយខ្ញុំសុំទោសជាមុននៅរាល់កំហុសឆ្គងការនិយាយទៅមានការខុសឆ្គងអីសូមបងប្អូនកុំប្រកែប្រកាន់អីព្រោះអីខ្ញុំអត់សូវប៉ិននិយាយអញ្ចឹងណាចង់ប្រាប់បងប្អូនថាខ្ញុំមានជំងឺរលាកទម្រនោមរ៉ាំរ៉ៃកម្រិតធ្ងន់ហើយឈឺនេះរយៈពេលជាង10ឆ្នាំហើយបងប្អូនជាង10ឆ្នាំហើយខ្ញុំឈឺតាំងពី2008 2009មកឥឡូវរហូតដល់2026នេះច្រើនឆ្នាំមែនទែនចាមូលហេតុដែលខ្ញុំកើតជំងឺនេះនោះគឺដោយសារតែខ្ញុំតំអក់នោមបងប្អូនបើយើងឈឺនោមយើងកុំតំអក់នោមបងប្អូនកាលណាដែលយើងតំអក់នោមគឺយើងគឺវាធ្វើឲ្យខូចតម្រងនោមលឿនជាទីបំផុតហើយទី2នោះយើងផឹកទឹកតិចយកទៅផឹកទឹកចាហើយទី3នោះគឺយើងហូបប្រៃនិយាយថាជាទូទៅគ្រួសារខ្ញុំចូលចិត្តធ្វើប្រហុកធ្វើផ្អកអញ្ចឹងខ្ញុំចូលចិត្តណាស់ប្រហុកផ្អកអញ្ចឹងសិតតែគ្រឿងរបស់ប្រៃម្ហូបប្រៃអីអញ្ចឹងបងប្អូនកាត់បន្ថយប្រៃហើយរបស់ផ្អែមក៏អញ្ចឹងដែរដូចជាផ្អែមអញ្ចឹងកុំទៅប្រើស្ករខ្លាំងពេកព្រោះសារខ្ញុំថាធ្វើផ្អែមវិញគឺគាត់ប្រើស្ករច្រើនអញ្ចឹងខ្ញុំចូលចិត្តផ្អែមចូលចិត្តប្រៃតែគ្រឿងកំប៉ុងគ្រឿងអីខ្ញុំអត់ហូបទេបងអូនចាខ្ញុំអត់ដែរហូបទេខ្ញុំហូបដូចថាផ្អែមនេះខ្ញុំចូលចិត្តហើយប្រហុកផ្អកអីនេះខ្ញុំចូលចិត្តអញ្ចឹងគ្រូពេទ្យប្រាប់ថាឲ្យយើងនឹងកាត់បន្ថយអត់ឲ្យហូបអញ្ចឹងបានទេតែមិនមែនថាខ្ញុំអ្នកជំងឺទេសូម្បីតែអ្នកអត់ឈឺក៏ត្រូវហូបកាត់បន្ថយដូចគ្នាបងប្អូន